រហូតមកដល់ពេលនេះចំណងមិត្តភាពកម្ពុជាចិននេះគឺបានคล้ายទៅជាមិត្តភាពដៃថែបមិត្តភាពដៃថែបនេះគឺសម្រាប់ប្រជាជនកម្ពុជាយើងខ្ញុំគឺពិតជាសម័យកាលដែលជាតិនិងប្រជាជនកម្ពុជាមានភ័ព្វសំណាងការកសាងសហគមន៍ជួបវាសនារួមកម្ពុជាចិនគឺបានចាប់ផ្ដើមពីឆ្នាំ2019ការនេះគឺមានសារៈសំខាន់សម្រាប់ប្រជាជនកម្ពុជាយើងសហគមន៍នៃប្រទេសទាំងពីរគឺថាខាត់ដោះចិត្តគ្នាហើយកម្ពុជាត្រូវការរៀនសូត្រច្រើនណាស់ពីប្រទេសចិនខិតខំធ្វើយ៉ាងណាឲ្យកិច្ចសហប្រការដែលយើងពាក់ស្លាកថាជាត្បូងពេជ្រឬក៏ដៃថែបនឹងឯងឲ្យកាន់តែរឹងមាំឲ្យកាន់តែប្រសើរមានន័យថាគ្រប់វិស័យទាំងអស់នៅក្នុងទស្សនវិជ្ជាទាំងវប្បធម៌ទាំងសេដ្ឋកិច្ចទាំងនយោបាយហើយនិងវិស័យដទៃទៀតហ្នឹងដើម្បីយើងទទួលបានគេហៅថាជោគជ័យទាំងអស់គ្នាដែលយើងឲ្យឈ្មោះថាជា share future ហ្នឹងប្រទេសចិនបានអភិវឌ្ឍលើវិស័យឧស្សាហកម្មកសិឧស្សាហកម្មទៅមុនយើងឆ្ងាយណាស់បាទហើយនឹង Smart Agriculture ថែមទៀតអញ្ចឹងនៅពេលដែលយើងមានកិច្ចសហប្រការដូចនេះកម្ពុជាទទួលបានទាំងបច្ចេកវិទ្យាឬក៏ទាំងការបន្តបណ្ដាទុនធានមនុស្សទាំងការអនុវត្តជាក់ស្ដែងផ្សេងដែលប្រទេសចិនមកអនុវត្តឬក៏ invest ឬក៏វិនិយោគនៅប្រទេសកម្ពុជាយើងកិច្ចកសាងសហគមន៍ដែលមានវាសនារួមជាមួយគ្នារវាងកម្ពុជានិងចិនដែលជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងរវាងប្រជាជននិងប្រជាជនជាស្ថានខុងជឺคล้ายទៅជាវេទិកាដ៏សំខាន់ក្នុងការចែករំលែកក្នុងការផ្ទេរក្នុងការរៀនសូត្រពីគ្នាទៅវិញទៅមករវាងវប្បធម៌នៃប្រទេសយើងទាំងពីរហើយបានបង្កើននៅទំនាក់ទំនងរវាងប្រជាជននិងប្រជាជនតាមរយៈការប្រើប្រាស់ភាសាតាមរយៈកម្មវិធីវប្បធម៌ជាច្រើន